លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីអបអសាទរប្រាសាទអង្គរវត្តចាប់ចំណាត់ថ្នាក់លេខ 2 ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ2026រាជធានីភ្នំពេញប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ 2 ជាគោលដៅទាក់ទាញទេសចរក្នុងចំណោមទីតាំងទេសចរទាំង25ដែលល្អបំផុតនៅអាស៊ីនេះបើយោងតាម TripAdvisor ដែលជាគេហទំព័រគោលដៅទេសចរនៅទូទាំងពិភពលោករបាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល4ខែដំបូងឆ្នាំ2026ខែមករាដល់ខែមេសាបានបង្ហាញថាខ្លួនរកចំណូលបាន $15,497,338 ដុល្លារអាមេរិកពីការលក់សម្បត្តិចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិចំនួន 32,204 នាក់ទន្ទឹមនេះក្នុងរយៈពេល4ខែនេះគ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគុណបុប្ផាចំនួន $644,800 ដុល្លារផងដែរយោងតាមអ្នកប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2ចាប់ពីឆ្នាំ1113ដល់ឆ្នាំ1150ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្មនិងសម្រាប់ព្រះរាជភ្នូរក្រោយពេលព្រះអង្គសោយទីវង្គតមហាប្រាសាទនេះត្រូវបានគេចាត់ទុកជាទីសាសនស្ថានធំជាងគេបំផុតនៅលើពិភពលោកផងដែរព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឲ្យមកទស្សនាជាហូរហែជាប់ឥតដាច់ព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ